សិជនជាទីគោរពនិងជាទីមេត្រីគូឯកតំបានក្តៅភ្នែកជ្រួលបួលផងកីឡាករពៅសារៈត្រូវបានមកវិរៈឡើងមកជង្គង់ហោះសន្លប់ទឹកទី2ហើយលេងលឺរាប់10បាទឥឡូវយើងឈានដល់ការប្រកួតគូចុងក្រោយអនុញ្ញាតថ្លែងអំណរគុណទៅដល់អ្នកឧបត្ថម្ភធំនៃកម្មវិធី Home Office ជាមជ្ឈមណ្ឌលគ្រឿងសំណង់និងសម្បូរបែបនិងទំនើបទាន់សម័យ Home Office នាំចូលនិងចែកចាយគ្រឿងសំណង់មកពីបរទេសប្រកបដោយគុណភាពខ្ពស់ដែលមានស៊ីម៉ងរូបភ្នំបាទរឹងមាំហូរពីការស្មានស៊ីម៉ងរូបការឈូកជាប្រភេទស៊ីម៉ងសម្រាប់រៀបឥដ្ឋបូកចាក់សាបរៀបក្រូជាដើមផលិតផលដំបូលត្រាពេជ្រមានក្បឿងជាច្រើនប្រភេទសម្រាប់ជ្រើសរើសពីប្រូភ្លីតូចពីធំពីប្រូចាក់ទៅភ្លីពីប្រូដែលមិនបត់ត្រាពេជ្រក្បឿងត្រាពេជ្រអាចទ្រទម្ងន់បានទៅដល់135គីឡូក្រាមក្បឿងអាដាម៉ាស់ក្បឿងចដណៃលោកស្រីប្រិយមិត្តទេសនិកជនពេជ្រជាជម្រើសទី1របស់លោកទូរទស្សនិកជនទាំងអស់ជាទីគោរពរាប់អានឥឡូវនេះសូមលោកអ្នកនាងមកវាយអារម្មណ៍មកតាមដានទស្សនាជាបន្តទៀតជាមួយនឹងគូប្អូនពៅរបស់យើងដែលនេះខ្ញុំសូមជម្រាបជូនអំពីសមាជិកភាពរបស់កីឡាករទាំងពីរដូចតទៅបង្គោលក្រហមកីឡាករខឿនលាក់គីទម្ងន់60គីឡូក្រាមជាកីឡាករមកពីក្លឹបកីឡាប្រដាល់កងពលតូចតបពិសេសឆាត់យងលេខ911បង្គោលខៀវកីឡាករអែមចាន់នីទម្ងន់60គីឡូក្រាមដូចគ្នាជាកីឡាករមកពីក្លឹបកីឡាប្រដាល់រិទ្ធីពោសែនជ័យបាទប្រិមត្តទស្សនិកជនជាទីមេត្រីឥឡូវនេះឈានចូលដល់គូចុងក្រោយគូទី6ដែលជាគូសងសឹករវាងបង្គោលក្រហមកីឡាករខឿនលាក់គីអាយុ20ឆ្នាំកម្ពស់ 1.70 ទម្ងន់60គីឡូក្រាមទីលំនៅភូមិសេរីសុខាឃុំដំណាក់អំពើស្រុកអង្គស្នួរខេត្តកណ្ដាលប្រកួតបាន5ដងឈ្នះ3ស្មើ1ចាញ់1ផ្ដួលគូប្រកួតឲ្យសន្លប់បាន1ដងប្រកួតចុងក្រោយឈ្នះកីឡាករអែមច័ន្ទឌីក្នុងទឹកទី2ចាក្រមថ្វាយបង្គំគ្រូតាមរបៀបព្រះលក្ខណ៍សីមាមកពីក្លឹបកងត្រៀមកោតូចឆាប់យង911គ្រូបង្វឹកគឺលោកហងសឿនគូទី6ដែលជាគូចុងក្រោយកីឡាករអែមច័ន្ទឌីវ័យទឹកទី2ឆ្នាំកម្ពស់ 1.67 ទម្ងន់60គីឡូក្រាមទីលំនៅបច្ចុប្បន្នភូមិត្រពាំងទៀបភូមិមុខរិស័យស្រុកភូមិមហារិស័យស្រុកស្ទងពិសីខេត្តកំពង់ស្ពឺប្រកួតម្ដងគឺចាញ់តែម្ដងគឺចាញ់កីឡាករបង្គោលក្រហមឲ្យសន្លប់ក្នុងទឹកទី2ថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូមកពីក្លឹបរិទ្ធីពោសែនជ័យគឺជាកូនសិស្សរបស់លោកអែមកាន់សុផលគូសងសឹកគូចុងក្រោយកីឡាករខឿនលាក់គីឈ្នះដួលកីឡាករអែមច័ន្ទឌីសន្លប់ទឹកទី1ឥឡូវចូលមកដល់កីឡាករបង្គោលក្រហមសាប់យកចង់ឲ្យមានប្រវត្តិចាស់កើតឡើងអែមច័ន្ទឌីកិច្ចផុតទឹកទី1ទេសងសឹកបានសម្រេចទេទស្សនាការប្រកួតគូកូនពៅបង្គោលក្រហមឈ្មោះលាក់គីបាទតំណាងលាក់គីចឹងដែរបាទលាក់គីតាមឈ្មោះរបស់គាត់ហើយមើលទៅអែមច័ន្ទឌីបង្គោលខៀវថាមិនខ្វល់ទេលាក់គីអីលាក់ទៅបាទសំខាន់តែខ្ញុំវាយសន្លប់រាប់10លាក់គីនឹងសើចលេងសមហើយទាត់ស្ដាំច័ន្ទឌីចាប់គ្រាកកជាប់លោកម៉ាក់សខនចាប់បបាល់កែកបាទកាលគេហៅថាក្បាច់កំណត់បុកច្រាំងបាទបង្គោលខៀវស្លាប់ប្រកួតតែម្ដងទេបាទព្យាយាមកែងណាជង្គង់ស្ដាំរបស់ច័ន្ទឌីមើលសាច់គាត់ទេហំហ្នឹងបាទគីឡូ60គាត់ថាបបិសោតប្រកួតគាត់តិចហ្នឹងគឺម្ដងហើយជង្គង់ស្ដាំមិនយ៉ាយបង្គោលក្រហមថ្ងៃហ្នឹងដូចម្សិលមិញណាអាយ៉ាក្បាច់អីគេចេះវាយបិទភ្នែកបាទដួលទៅទៀតទៅហើយបាទអាការៈដួលជាញឹកញាប់នេះសង្ស័យទៅមិនស្រួលទេអរគ្នាទៀតហើយបំបាយសាជាថ្មីអរគុណដល់ម៉ាស៊ីនម៉ាស៊ូតតូតូម៉ាស៊ីនម៉ាស៊ូតជប៉ុនស៊ីប្រេងតេក្រាធនអស់កង្វល់ធានាជួសជុលមួយឆ្នាំអបនឹងសាររេងអបឡើងជង្គង់មួយទៀតច័ន្ទឌីមកចាយបង្គោលក្រហមធ្វើភ្នែកមើលភ្លឿកអោបប្រឡែងសារជាថ្មីគាត់ទប់ជើងគ្នាកែងជិះញឹមកែងបង្គោលខៀវអត់មកចាយបង្គោលក្រហមដាក់សាប់យកពីបដៃច
ចាន់ឌីនាំបានបីទេដួលទៅទាំងពីរនេះចាប់ទឹកទី1ចាប់ទឹកទី ដល់ហើយនេះរូបភាពបានបញ្ជូនមកដល់គូចុងក្រោយគូទី 6 ដែលគូកូនបើបានឈានចូលមកដល់ទឹកទី 2 គូទី 6 ទឹកទី 2 គូទី 6 កីឡាករបង្គោលក្រហមខឿនលាក់គីបង្គោលខៀវកីឡាករអែមច័ន្ទឌីបានទៅចូលភ្លៀងស្វាគមន៍កាច់ផ្ដួលមួយពីច័ន្ទឌីឥឡូវច័ន្ទឌីកាច់ផ្ដួលមួយទៀតអេកាច់ផ្ដួលហើយតាមពូកាយមួយទៀតដល់គ្នាវាយម្នាក់ម្ដាយចាប់ជង្គង់វាយចាប់ជង្គង់របស់ច័ន្ទឌីជង្គង់ពីក្រោយរបស់ច័ន្ទឌីមួយទៀតឃើញថាបង្គោលក្រហមលាក់គីប្រគល់លើកមុនសំណាងឈ្នះកីឡាករច័ន្ទឌីក្នុងទឹកទី 1លើកនេះតាមត្រូវទេចូលអេច័ន្ទឌីកាច់កែងជង្គង់របស់ច័ន្ទឌីគូបន្តទឹកទី 2 ដៃជង្គង់របស់លាក់គីមួយច័ន្ទឌីកាច់កែងមួយទៀតអេដួលហាមថែមមិនចង់ថែមនេះតែចាប់5វាចង់តន់កងមួយលេចង្គង់របស់លាក់គីច័ន្ទឌីកែងពុះអត់អីងែក្បាលមួយចូលចាប់ជង្គង់របស់លាក់គីចាប់ដើមបញ្ចេញថ្មិញមកសហើយប៉ុន្តែមិនមែនថ្មិញប៉ាត់ទេគឺថ្មិញការពារអេកែងពុះ 3-4 កែងពីលើបង្គោលសឥឡូវនេះលោកម៉ាក់សុខនក៏មានមិនអើយកែងពុះលើរលាក្បាលទេមានគ្រោះថ្នាក់អត់អីឥឡូវប្រកួតចូលបន្តវាយកែងបករបស់ច័ន្ទឌីអេរត់តែកែងពុះអញ្ចឹងឥឡូវដូរពីកែងពុះមកកែងបត់វិញចង្គង់កែងពុះមួយទៀតហើយយ៉ាងណាទៅហើយកូនលោកម៉ាក់សខនប្រមាន2 ដងហើយប្រកួតបន្តទៀតអូនតាមពុះដងជូនម្ដាយចូលចាប់កែងមកច័ន្ទឌីកែងរបស់ច័ន្ទឌីពុះមួយទៀតហើយអេយ៉ាងម៉េចចេះបើជើងរបស់ច័ន្ទឌីលាក់គីចូលចាប់អីយ៉ាចង់ទៀតចេញក្រៅទៅវិញអ្នកស្រីសង្ឃសមាលីជួយទប់ឥឡូវគូបន្តដូរមួយជង្គង់របស់លាក់គីពី3 ដៃរបស់លាក់គីច័ន្ទឌីវាជង្គង់អីយ៉ាងម៉េចទៅហើយលាក់គីអត់ចង់ក្រោកបានដែរតែក្រោកមួយជង្គង់ចប់ទឹកទី 2 អត់ត្រឡប់មកវិញហើយសម្រាប់ការប្រកួតរបស់យើងគូចុងក្រោយក្នុងទឹកទី អ្នកឲ្យទឹកទាំងក្រៅអ្នកទឹកខាងក្រៅគូទី 6 ដែលជាគូចុងក្រោយទឹកទី 3 ឡើយទឹកទី 3 ចាប់ផ្ដើមសម្រាប់កីឡាករខឿនឡាក់គីជាមួយនឹងកីឡាករអែមច័ន្ទឌីបាទជាការប្រកួតគូចុងក្រោយសម្រាប់ថ្ងៃសុក្រនេះដែលមានម្ចាស់ឧបត្ថម្ភធំគឺ Home Office ជាមជ្ឈមណ្ឌលគ្រឿងសំណង់ដ៏សម្បូរបែបនិងទំនើបទាន់សម័យ Home Office នាំចូលនិងចែកចាយគ្រឿងសំណង់មកពីបរទេសប្រកបដោយគុណភាពខ្ពស់មានដូចជាសីម៉ង់ភ្នំសីម៉ង់ផ្កាឈូកនិងផលិតផលដំបូលត្រាពេញអរគុណដល់ត្រាក់ទ័រចនឌៀនិងម៉ាស៊ីនម៉ាស៊ូតូតូទស្សនាការប្រកួតរបស់យើងទឹកទី 3 ជាបន្តតបជើងក្រោមរបស់កីឡាករបាទអែមច័ន្ទឌីកាច់មួយបាទខឿនឡាក់គីបង្គោលក្រហមស្ដាំឆ្វេងឡាក់គីបាទច័ន្ទឌីជង្គង់ស្ដាំឡាក់គីកាច់កែងចូលជង្គង់ស្ដាំរបស់ឡាក់គីបាទរៀងបាទច័ន្ទឌីបាទជាស្រ័យបាទច័ន្ទឌីបាទឡាក់គីបង្គោលក្រហមដល់បន្តទៀតស្ដាំកាត់ឆ្វេងស្ដាំចូលរបស់ឡាក់គីជង្គង់របស់កីឡាករច័ន្ទឌីតាមមកហើយងើបមកចង់រួយទេបាទឡាក់គីបន្តទៀតតឆ្វេងរបស់ច័ន្ទឌីកាច់មកជើស្ដាំថែមមួយទៀតចូលស្ដាំថែមមួយទៀតលេចស្ដាំឲ្យចូលជង្គង់មួយទៀតរូបកែងសងរបស់កីឡាករខឿនឡាក់គី
បន្តទៀតបោះជើងក្រោមដាំចូលកាច់មួយទៀតទៅគង់ឆ្វេងរបស់ Lucky ទឹកទី3នៅតែបញ្ចេញបន្ទង់នៅឡើយទេស្ដាំកាច់ចូលមួយដួលព្រុសដើម្បីដល់ឃើញ Lucky ដើម្បីរំបាហើយហើយកាច់មួយទៀតបាទរបស់ច័ន្ទឌីដួលហ្នឹងក៏យើងហត់ទេណាបាទចែកស្ដាំមួយទៀតផុតអីយយបើត្រូវមាញ់ហ្នឹងបាទដេកប៉ិតបែបទៅដល់ងើបចង់រួចទេតរៀតទៅគង់ស្ដាំចូលមួយទៀត Lucky ទៅគង់ឆ្វេងរបស់ Lucky កែងបោះមួយរបស់ច័ន្ទឌីលឺតែក្រមដូចជាដួលចឹងទឹកទី3ទេសល់ជិត1នាទីទៀតកាច់មួយទៀតបោះជើងក្រោមដួលទៀតហើយ Lucky នេះងើបចង់លេងរួចហើយបោះជើងក្រោមរបស់ច័ន្ទឌីកាច់មួយទៀតជង្គង់ឆ្វេងរបស់ Lucky ជង្គង់ឆ្វេងទល់គីឡូធ្ងន់គួរសមមក60បោះជើងក្រោមមួយទៀតរបស់កីឡាករច័ន្ទឌីកាច់មកដួលទាំងពីរហ្នឹងអូយបាទទៀងតរុនតរៀទៅហើយបោះជើងក្រោមមួយទៀតរបស់ច័ន្ទឌីកាច់មួយទៀតងើបលេងរួចហើយងើបលេងរួចហើយបង្គោលក្រហមឃើញ Lucky មែនរាប់មួយបាត់2ងើបយឺតពេកបាទដួលចង់ងើបចង់2នាទីហើយ5 6 7 8បាទបង្គោលខៀននេះវាយម្ដងបាទរូបភាពបានបញ្ជូនមកដល់វិញការប្រកួតគូកូនអ្នកឲ្យទឹកទាំងក្រៅគូទី6ទឹកទី4ហើយបង្គោលក្រហមកីឡាករឃើញ Lucky ជុំជាមួយនឹងបង្គោលខៀវល្អជើងដួលកីឡាករបង្គោលខៀវនេះគឺច័ន្ទឌីប្រកួតចុងក្រោយចាញ់ Lucky ត្រឡប់ទឹកទី1ឥឡូវគឺកែប្រែប្រវត្តិសាស្ត្រហើយដោយសារឈានដល់ទឹកទី4ហើយអរគុណដល់ត្រាក់ទ័រចនឌីស៊េរី5045D កម្លាំងខ្លាំង45សេះបងរំលោះបានដល់ទៅ24ខែការប្រាក់ 0% សិនជាលោកគឺទទួលបានម៉ូតូ Honda Dream មួយគ្រឿងអូខេគួរឲ្យពូកាយពីលើមួយទៀតអត់អីទេងើបមកវិញហើយងើបទាំងវេទនាបាទដួលតែភាសាទៀតសង្ស័យងើបលេងរួចរុញពីក្រោយតបជើងក្រោមច័ន្ទឌីជង្គង់ឆ្វេង Lucky ជង្គង់ស្ដាំច័ន្ទឌីជង្គង់សងវិញដួលទៅទៀតហើយវេទនាណាស់បង្គោលក្រហមនៅពេលនេះដួលងើបលេងចង់រួចបាទអាយ៉ាតុនមែនតើហើយតបជើងក្រោមពីច័ន្ទឌីរុញជង្គង់កាយស្ដាំពីក្រោយអត់ទេតបជើងក្រោមកាយស្ដាំបាទពេលនេះបង្គោលក្រហមគិតតែពីឈ្មោះឲ្យអោបហើយលែងមានកម្លាំងវាយហើយបាទគិតតែពីអោបបាទដួលទៅទៀតហើយបាទលោកដួលក៏ហត់ដែរបាទបង្គោលក្រហមមកយ៉ាកាយស្ដាំមួយឆ្វេងស្ដាំតពីបង្គោលក្រហមវិញ Lucky ជង្គង់ឆ្វេងអត់មកចាយងើបឯងគោលខៀវអត់អីវាយទៀតចឹងបាទទឹកទី4ប៉ុណ្ណឹងហើយទឹកទី5នឹងល្អមើលប៉ុណ្ណាទេតាមម្ដាយបង្គោលខៀវនេះវាយបាត់ភ្នែកវាយអោតមុខបាទខ្ពើមើលបង្គោលក្រហមបាទមិនបាច់មើលមុខទេវាយក៏បានដែរដល់ដួលទៀតហើយទាំងពីរនាក់វេទនាណាស់លោកអើយងើបរួចទេបាទដូចអ្នកសវឹងដើរដួលចឹងបាទអោទៅទៀតហើយទាំងពីរនាក់បាទទៅទៀតហើយនេះអត់ទាំងតល់វាយគ្នាមកក៏អោបគ្នាក៏ដួលដែរកាយស្ដាំមួយបង្គោលក្រហម Lucky ចាប់ទឹកទី4តែជាទឹកផ្ដាច់ព្រាត់
បាទទឹកប្រៃប្រត់ហើយសម្រាប់អ្នកទាំងពីរក្នុងការប្រកួតបាទគូចុងក្រោយសូមអរគុណដល់ម្ចាស់ឧបត្ថម្ភធំគឺ Home Buffet ជាម្ចាស់មណ្ឌលគ្រឿងសំណង់សម្បូរបែបនិងទំនើបទាន់សម័យ Home Buffet នាំចូលដល់ចែកចាយគ្រឿងសំណង់មកពីបរទេសប្រកបដោយគុណភាពខ្ពស់មានដូចជាសមត្ថភាពភ្នំសមត្ថភាពការជោគនិងផលិតផលដំបូលត្រាពេជ្រទឹកចុងក្រោយហើយសម្រាប់អ្នកទាំងពីរបង្គោលក្រហមមានឈ្មោះថាខឿនឡាគីបង្គោលខៀវអែមច័ន្ទឌីបង្គោលមួយរបស់កីឡាករច័ន្ទឌីបង្គោលឆ្វេងសរបស់ឡាគីបង្គោលឆ្វេងរបស់ឡាគីស្ដាំសរបស់ច័ន្ទឌីឆ្វេងស្ដាំទៅមកទេបង្គោលឆ្វេងមួយទៀតអញ្ញាកដាលោកម៉ាសខុនបំបែកបន្តលោកស្ដាំចាក់ចូលរបស់បាទឡាគីបង្គោលឆ្វេងរបស់ឡាគីទៀតស្ដាំសរបស់ច័ន្ទឌីឆ្វេងស្ដាំទៅមករៀងខ្លួនមិនធ្វើទេការប្រកួតសម្រាប់នៅទាំងពីរជួបគ្នាចុងក្រោយបង្គោលក្រហមឈ្នះដោយបដូរគុណប្រកួតសន្លប់នៅក្នុងទឹកទី2អូយបង្គោលខៀវយ៉ាងម៉េចហើយយើងកដកខ្យល់តែមិនទេណាតាមចាក់ចូលលឿនរបស់បង្គោលក្រហមឡាគីបាទឡាគីនេះវាយបាន5ដងហើយហើយបង្គោលខៀវច័ន្ទឌីនេះវាយបានម្ដងទេហើយចាញ់ទៅទៀតម្ដងបោកវិញបាទបោកឃើញឡាគីឲ្យដួលបាទបន្តបត់ជើងក្រោមរបស់ច័ន្ទឌីជង្គង់ឆ្វេងជង្គង់ស្ដាំរុញទៀតដួលទៀតហើយបាទឃើញឡាគីនេះបើគិតថាឲ្យដួលចាញ់ហើយចាញ់បាត់ហើយបាទដួលច្រើនពេកជង្គង់ឆ្វេងស្ដាំទៅមករៀងខ្លួនដល់ចូលជង្គង់អត់ទេអត់ជង្គង់ឡើងអត់តើទេបាទឡើងតើទេបត់ជើងក្រោមរបស់ច័ន្ទឌីអោពីក្រោយមួយរមួលបកកែងមួយរបស់កីឡាករច័ន្ទឌីបាទវាយមួយដោយរូបភាពយឺតហើយបាទអាចមើលទៀតជីពីលើហើយដួលទៀតហើយឃើញច័ន្ទឌីបាទឃើញឡាគីមកពីកងពលតូចចាត់យក911បាទកូនសររបស់គ្រូហងស៊ិនយ៉ាងមិនទៅហើយបាទគីឡូធ្ងន់ផង60បាទជើងក្រោមដាំចូលមួយទៀតវាឆ្វេងស្ដាំសងរបស់ឡាគីជង្គង់ឆ្វេងស្ដាំសងរបស់កីឡាករច័ន្ទឌីកាច់មួយទៀតកាច់បោកដួលទេអស់កម្លាំងដូចគ្នាដើរចូលដាំចូលមួយរបស់ច័ន្ទឌីកាច់មួយទៀតកាច់បោកស្ដាំមួយឆ្វេងថែមរបស់កីឡាករច័ន្ទឌីអូបាទមើលទៅកីឡាករទាំងពីរដូចជាចាប់យើមែនតើហើយចាប់យើត្រង់ថាបបពិសោធន៍តិចហើយរៀងកម្លាំងរៀងនៅខ្សោយមែនតើអត់បាន 70% ទេអញ្ចឹងឲ្យដាក់គូទី6ល្មមបាទកាច់ដួលមួយទៀតឃើញឡាគីនេះងើបឡើងយ៉ាងវេទនាតែម្ដងមើលទៅឥឡូវចាប់ទឹកទី5ទៅហើយបាទមើលសូមជួយផ្ដល់កម្លាំងចិត្តដល់គូប្អូនពៅរបស់យើងមួយមកបងប្អូនចាអរគុណច្រើនឡាគីគាត់ថា5ទឹកវត្តរលឺបង្គោលក្រហមឬក៏បង្គោលខៀវបងប្អូនចាប់ហើយម៉ែអើយចាឥឡូវនេះលោកអញ្ញាកណ្ដាលកំពុងតែប្រមូលក្រដាស់ពិន្ទុពីអង្គចក្រមទាំង5រូបហើយបទពិសោធន៍ដំបូងយ៉ាងទេសម្រាប់កីឡាករអ្នកណាក៏មានការចាប់ផ្ដើមដែររងចាំស្ដាប់លទ្ធផលទាំងអស់គ្នាថាតើបង្គោលក្រហមឬបង្គោលខៀវចានេះខ្ញុំសូមអនុញ្ញាតប្រកាសជូនបង្គោលខៀវកីឡាករអែមច័ន្ទឌីឈ្នះកីឡាករបង្គោលក្រហមដោយពិន្ទុបង្គោលខៀវបាទកីឡាករ